ជននឹងបានប្រព្រឹត្តអំពើដែលអំពើនឹងជាបទល្មើសប្រព្រឹត្តហើយគាត់ស្លាប់សួរថាចោទប្រកាន់បានអត់កន្លែងហ្នឹងច្បាប់កំណត់ដោយសារនៅក្នុងប្រព័ន្ធយើងយកថាមិនអាចចោទប្រកាន់បានទេដោយសារជនល្មើសស្លាប់ហើយហេតុអីបានមិនអាចចោទប្រកាន់បានឥឡូវទីងទាត់ទៅវិញអ្នកនរគ្នាពិនិត្យមាត្រា2ដែលកំណត់អំពីអត្ថន័យនៃបណ្ដឹងអាជ្ញាគោលបំណងនៃបណ្ដឹងអាជ្ញាយ៉ាងម៉េចពិនិត្យអត្ថិភាពនៃបទល្មើសទី1មានបទល្មើសទី2ទាញឲ្យឃើញពីរដ្ឋភាពនិងទី3ផ្ដន់ទោសឥឡូវបើមនុស្សស្លាប់បាត់ហើយទៅផ្ដន់ទោសខ្មោចយកខ្មោចមកដាក់គុកបើទោសវាមានទោសពន្ធនាគារវិន័យជាប្រាក់ពន្ធនាគារនិងវិន័យជាប្រាក់ដោយផ្អែកលើមាត្រា97នៃក្រមព្រហ្មទណ្ឌអញ្ចឹងជាគោលការណ៍នៅក្នុងក្របខ័ណ្ឌនៃការផ្ដន់ទោសលុះត្រាតែបុគ្គលពាក្យថាបុគ្គលវាមានរូបវ័ន្តបុគ្គលនីតិបុគ្គលហើយមានជីវិតហើយចុះបើស្លាប់បាត់ហើយទៅយកមកផ្ដន់ទោសមិនកើត